លពីព្រេងនាយមានព្រះនាងមួយអង្គព្រះនាមបុប្ផាដែលមានចិត្តឆេវឆាយនិងចង់បានអ្វីៗភ្លាមព្រះនាងបញ្ជាឲ្យគេធ្វើសម្លៀកបំពាក់ថ្មីព្រះនាងចង់បានរ៉ូបដែលធ្វើពីពន្លឺព្រះអាទិត្យសម្រាប់ពិធីបុណ្យទូកខាងមុខព្រះនាងបានយាងទៅជួបយាយសុភាដែលជាអ្នកត្បាញសូត្រដ៏ចំណាននៅក្នុងភូមិយាយសុភាញញឹមដាក់ព្រះនាងយាយសុភាបានយល់ព្រមធ្វើរ៉ូបនោះប៉ុន្តែមានលក្ខខណ្ឌមួយគឺព្រះនាងត្រូវតែជួយត្បាញដោយផ្ទាល់នៅថ្ងៃដំបូងព្រះនាងបុប្ផាមានអារម្មណ៍ធុញថប់នឹងការងារដែលយឺតយ៉ាវនេះណាស់ព្រះនាងព្យាយាមទាញសរសៃសូត្រម្រាមដៃរបស់ព្រះនាងចាប់ផ្ដើមឈឺប៉ុន្តែយាយសុភានៅតែបន្តបង្រៀនដោយចិត្តត្រជាក់ពេលវេលាកន្លងទៅព្រះនាងក៏ចាប់ផ្ដើមយល់ពីចង្វាក់នៃការត្បាញក្បាច់សូត្រចាប់ផ្ដើមលេចរូបរាងព្រះនាងលែងត្អូញត្អែហើយផ្ដោតអារម្មណ៍ទៅលើសម្រស់នៃសរសៃសូត្រនីមួយៗក្នុងពន្លឺថ្ងៃរៀបលិចក្រណាត់សូត្រនោះចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតណាស់ពន្លឺមាសចាំងចេញពីក្បាលត្បាញវាជាពន្លឺដែលកើតចេញពីការខិតខំប្រឹងប្រែងនិងភាពអត់ធ្មត់របស់ព្រះនាងនៅពេលដែលការងារបានបញ្ចប់យាយសុភាបានប្រាប់ព្រះនាងថាការរងចាំគឺជាផ្នែកនៃសម្រស់យាយសុភាដាក់ដៃលើស្មារបស់ព្រះនាងឥឡូវនេះរ៉ូបពន្លឺព្រះអាទិត្យបានរួចរាល់ជាស្ថាពរហើយក្នុងរាត្រីបុណ្យទូកព្រះនាងបុប្ផាបានគ្រងរ៉ូបពណ៌មាសនោះយ៉ាងសមសួនបំផុតព្រះនាងឈរក្បែរមាត់ទឹកអ្នកភូមិទាំងអស់គ្នាបានសរសើរពីសម្រស់ដ៏អស្ចារ្យនៃសម្លៀកបំពាក់នេះប៉ុន្តែព្រះនាងលែងមានចិត្តអំនួចដួតមុនទៀតហើយព្រះនាងនិយាយលេងជាមួយក្មេងៗក្នុងភូមិព្រះនាងបានដឹងថាតម្លៃពិតប្រាកដគឺស្ថិតលើការងារដែលយើងបានធ្វើដោយផ្ទាល់ដៃព្រះនាងបានត្រឡប់ទៅសួរសុខទុក្ខយាយសុភាហើយបាននាំយកអំឡោយជាច្រើនទៅជូនគាត់ព្រះនាងហុចក្រណាត់សូត្រថ្វាយយាយសុភាមិត្តភាពរវាងអ្នកទាំងពីរបានក្លាយជាសេចក្តីសុខដ៏ធំធេងរឿងនេះបានបង្រៀនយើងថាភាពអត់ធ្មត់និងការខិតខំប្រឹងប្រែងនឹងនាំមកនូវលទ្ធផលដ៏ល្អវិសេសវិសាលរូបភាពរីកធំឡើងបង្ហាញពីភូមិទាំងមូលចប់ដោយបរិបូរណ៍